ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងបង្ហាញពីការធ្វើហត្ថកម្មទាក់ទងនឹងការដោះធ្មេញដើម្បីឲ្យងាយស្រួលដល់កុមារតិចតួចយើងអាចរៀបចំជាហត្ថកម្មដើម្បីឲ្យពួកគាត់ងាយស្រួលយល់ផងដែរខ្ញុំនឹងធ្វើការ print រូបភាពមាត់ធំមួយហើយបិទវាឲ្យស្អាតបន្ទាប់មកយើងយកវាទៅអ៊ុតឲ្យស្អាតហើយយើងយក Word មកសរសេរនៅលើមាត់ធ្មេញហ្នឹងដើម្បីឲ្យក្មេងគាត់រៀនដោះដើម្បីមាត់ធ្មេញស្អាតយើងឲ្យកុមារតូចៗគាត់ឡើងដោះធ្មេញម្នាក់ម្ដងដើម្បីអនុវត្តនឹងការជាក់ស្ដែងប្រចាំថ្ងៃរបស់គាត់ផងដែរលោកគ្រូអ្នកគ្រូអាចធ្វើរបៀបនេះសម្រាប់ក្មេងតូចៗក្នុងសាលាមត្តេយ្យរបស់លោកគ្រូអ្នកគ្រូជាការងាយស្រួលដើម្បីគាត់យល់ដឹងអំពីការដោះធ្មេញ